ជំរាបសួរក៏ដូចជាសួស្តីទៅកាន់មើលតគ្នាថ្ងៃនេះផងដែរខ្ញុំបាទព្រាអេនីមេខ្ញុំបាទមកសម្រាប់រឿងសាច់តាម៉ា VS Goku ដែលជាភាគទី8នៃភាពបន្តអ្នកគ្នាហើយសម្រាប់អ្នកដែលគាត់ទៅមកថ្មីអ្នកគ្នាមិនតបានមើលជាមួយនឹងភាគមុនទេអ្នកទាំងអស់គ្នាក៏អាចទៅមើលបានជាមួយនឹងភាគមុនដែលខ្ញុំបានសម្រាប់ហើយតោះឥឡូវដើម្បីចង់ដឹងអត្រាសេរឿងភាគទី8របស់យើងតើវាល្អមើលទៅជាយ៉ាងណាអ្នកគ្នាតោះទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅបាទ Let's go តោះសេរឿងកាលពី2ខែមុនបន្ទាប់ពី The Hulk ជាមួយនឹង Superman របស់យើងនឹងពួកគេទៅពីអ្នកគាត់ថាបានបូកកម្លាំងគ្នាវាយគ្នាពីមួយទៅលើវិកតាយើងដាក់វិកតាយើងមកក្បែរគាត់ថាបានដល់កណៈពេលដែរគឺថាវិកតាយើងគាត់ក៏បានផ្ទុះជាមួយនឹងអ្វីខិនជាមួយធម្មពលរបស់គាត់នឹងចេញមួយតម្រងទៀតដែលតម្រងមួយនេះផងដែរវាគឺជាតម្រង Super Saiyan Blue Kaioken ដែលអាននិយាយបានថានេះគឺជាតម្រងចុងក្រោយរបស់គាត់ហើយអ្នកគ្នាហើយកណៈពេលដែល Superman ជាមួយនឹង The Hulk របស់យើងគាត់ក៏បានឃើញអំពីធម្មពលរបស់វិកតាយើងហើយក៏បានធ្វើឲ្យពួកគេទៅពីនេះក៏ពិតជាមានអារម្មណ៍ថាបកពោះខ្លាំងមែនតើអ្នកគ្នាដោយសារតែធម្មពលរបស់គេគឺថាបានជះចំហាយពូរ៉ាឡើងពេញខ្លួនពួកគេទៅពីនេះបាត់ហើយបាត់រកពេលដែលគេកំពុងតែធ្វើការរំលាយធម្មពលហ្នឹងគាត់ក៏បានបោះជំហានទៅមុខបន្តិចម្ដងហើយបុកពាក្យសម្ដីផ្លែផ្កាទៅកាន់ The Hulk ជាមួយនឹង Superman របស់យើងថានៅពេលនេះបងណៃគឺថាពួកឯងគឺបានដើមរកទីបញ្ចប់ហើយដែលគាត់ហ្នឹងគឺនឹងបញ្ចប់ពួកឯងនៅទីនេះហើយពួកគេទៅពីនេះចងចាំនៅមេរៀនដែលគេគឺថាបានផ្ដោតឲ្យចឹងទៅហើយពេលដែលគេគឺថាបាននិយាយចប់គេមិនបានចាំយូរទេអ្នកគ្នាហើយគាត់ក៏បានហោះទៅមាត់ទៅលើ The Hulk យើងមកដៃម៉ាំងបាក់ថ្មីមុខបាត់ហើយបាត់ほう間抜けめបន្ទាប់ពីពួកគេទីពីនេះគាត់ថាបានត្រូវប៉ុណ្ណឹងហើយអ្នកគ្នាគឺថាគេមិនទាន់អត់ចិត្តទេបើយើងក៏លេចទៅមើលទៅកាន់ The Hulk របស់យើងវិញគាត់គឺថាបានបាក់ថ្មីមុខអស់បាត់ហើយបាក់ថ្មីមុខប៉ុណ្ណឹងហើយអត់មានគេថាទុកថ្មីទុកស៊ីបាយអត់ទេអ្នកគ្នាគឺថាបានស្ទុះទៅវាយទៅលើប្រូវិកតារបស់យើងមកប្រាស់ទៅមើលលើបឿនលឿនមកគេហ្នឹងហក់វាយទៅលើប្រូវិកតារបស់យើងហើយយើងមើលទៅកាន់ទឹកមុខរបស់វិកតារបស់យើងវិញមកមុខគេគឺថាពិតជាស្មារតីមែនតើមានភ័យខ្លាចអីព្រឺសបល់អីមិនតិចទេអ្នកគ្នា大したことなかったなはい。សម្បត្តិឲ្យបាប់បន្ទាប់ពី The Hulk របស់យើងហ្នឹងគេក៏ពិតជាជឿជាក់ខ្លាំងមែនតើស្ទុះវាយទៅលើវិកតាមកលីតនវាយដល់មុខគេផងថាបានបែកដីផ្ទុះគ្រាប់បែកអីមិនទេបែកប៉ាំងមែនថាមកជឿជាក់ពេកដល់ពេលអាមិញហ្នឹងបាក់ថ្មិញមុខអត់មានថ្មិញញ៉ាំបាយទេដល់ពេលឥឡូវបាក់ដៃទៀតចំបានអីឌូបាយញ៉ាំមកយើងក៏เลยទៅមើលទឹកមុខរបស់ Superman របស់យើងមកហើយគេក៏ពិតជាមានអារម្មណ៍ថាភ័យមែនតើចុំលេងខំមនុស្សហើយលេងខំមនុស្សអាមួយនេះគឺពិតជាខ្លាំងមែនតើហើយគេមិនបានចាំយូរទេគេក៏បានដាក់លេខរត់បាត់ហើយបាត់ហើយវាថាយើងគេមិនអស់អាពីហ្នឹងរត់ខ្លួនបានតែស្រួលទេមិនបែកគេបោកពីមួយម៉ែមើងងាយគេថាមែនតើសិតអីណាគេនឹងមិនដល់ពីយ៉ាងទេហើយវាថាយើងគេក៏បានឃើញអាការនេះហើយក៏បានរត់ទៅចាប់ជាមួយនឹងអាស្បៃពកហុំរបស់ Superman យើងជាប់ហើយក៏បាត់ដាក់គេមកជើងម៉ងម៉ាប៉ាំងមុខចង់ឃ្លីក្អួតបាត់貴様のような下級戦士が何の用だពេលគេគឺថាបានធាក់ Superman របស់យើងមកជើងប៉ាំងទៅមុខហើយគាត់ក៏បានបោះជាមួយនឹងកៅអៅរបស់ Pro Superman របស់យើងចូលខាងក្រោមហើយគេក៏បានបោះពាក្យសម្ដីផ្លាផ្កាទៅកាន់ Superman របស់យើងថានៅថ្ងៃនេះផងណាគាត់នឹងគឺនឹងផ្ដោមេរៀនមួយទៅកាន់ Superman ឲ្យគេជងចោះមកមួយជីវិតគេគឺថាហ៊ានខ្លាំងមែនតើហ៊ានបើកកម្មវិបាកលើខ្លួនគេអញ្ចឹងទៅដូចជាការបំពងទុករបស់គាត់មែនថាពួកគេទៅពីនេះគឺថាគ្មានគីឡូអីជាមួយនឹងគេទេដោយគណៈពេលដែរគឺថាវិកតារបស់យើងនឹងគាត់ក៏បានដើរជាន់ជាមួយនឹងស្បៃរបស់ Pro Superman នោះក៏បានញីនឹងជើងដែលអាចនិយាយបានថាគឺមើងងាយទៅកាន់ Superman របស់យើងអញ្ចឹងទៅហើយគាត់បានទាត់ជាមួយនឹងស្បែកមនុស្សបានប៉ាំងបិទមុខទៅលើប្រូ Superman របស់យើងបាត់ហើយបាត់ហើយកណ្ដាលពេលដែរនៅពេលដែលគេកំពុងតែជាប់មុខហ្នឹងគាត់ក៏បានស៊ុំមាត់ទៅលើប្រូ Superman របស់យើងមកដៃម៉ាំមកជុំ3សួតបាត់ហើយបាត់ Ha 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 ha!
វាគេថាយើងហ្នឹងគាត់គឺថាបានឃាតទៅលើ Superman របស់យើងបាត់ហើយដល់ស្រុកពេលដែរគឺថាមើលទៅដៃរបស់គាត់គឺថាហូរឈាមមកតក់ដល់វាមើលទៅគឺថាពិតជាសាហាវព្រៃផ្សេងតែមែនទែនបើសិនជាយើងក៏លេចតែមើលទៅកាន់ដកហុករបស់យើងវិញគាត់ឃើញបែបនេះហើយក៏បានធ្វើឲ្យគេក៏ពិតជាមានអារម្មណ៍ថា Oh my god គេហ្នឹងក៏ពិតជាសាហាវមែនទែនគេគឺថារៀបធ្វើការរត់ចាក់ចេញពីទីនេះហើយម៉ែលេងមិនណាក៏ស្រាប់តែវាគេថាយើងហ្នឹងគាត់ក៏បានបោះសាកសពរបស់ Superman របស់យើងហ្នឹងទៅកាន់ចំមុខរបស់ដកហុករបស់យើងម៉ែធ្វើឲ្យគេរត់តែភ័យថែមទៀតហើយហើយគេក៏បានប្រើប្រាស់ជាមួយអញ្ជើញ2ដៃ3បានរត់ចាក់ចេញពីទីនេះវាគេថាយើងហ្នឹងគាត់ក៏បានឃើញបែបនេះហើយគឺថាអំបានដកហុករបស់យើងរត់ចាក់ចេញពីគេបានតាន់ទេម៉ែលេងគេហោះឡើងខាងលើបានប្រាស់ជាមួយតម្រង Super Laser របស់គេហ្នឹងបាត់បាញ់សម្ដៅទៅលើប្រូដកហុកជាមួយនឹងវាគេថាយើងបីសាកសពបាត់ហើយបាត់ដោយវាមកទៅកម្លាំងខ្ទូនមួយនេះគឺថាពិតជាសាហាវថាមែនទែនដោះថ្នាក់ធ្វើអាដីនៅទីនេះម៉ែលេងខោម្ដងដូចជាក្បាលととんでもない弾じゃなさそうだエネルギーを吸い取るらしい手のひら注意するのはそこだけだ食らえこいつがスーパーベジータのビッグバンアタックបន្ទាប់ពីវាគេថាយើងហ្នឹងគាត់ក៏ថាបានសម្លាប់ទៅលើប្រូ Superman ជាមួយដកហុករបស់យើងបានសម្រេចក៏ស្រាប់តែសម្លេងផ្ទុះមួយនោះក៏ថាបានលឺទៅដល់ Goku យើងបាត់ទៅហើយបានដោយដែលយើងបានដឹងហើយថា Goku យើងហ្នឹងគាត់ក៏ថាបានប៉ះជាមួយនឹងដុំប្លែកហូរមួយនោះក៏បានធ្វើឲ្យគេហ្នឹងប្រែคล้ายខ្លួនរបស់គេទៅជាអ្នកផ្សេងយ៉ាងទៅតែវាហ្នឹងគឺថាមិនមែន Goku យើងហ្នឹងគេជាអ្នកគ្រប់គ្រងខ្លួនរបស់គេទេដែលវាគឺជាធម្មពលអាក្រក់អញ្ចឹងណាដូច្នេះគឺថាវគ្គក្រោយវានឹងគឺជាការប្រយុទ្ធគ្នារវាង Goku វាយគ្នាជាមួយនឹង Vegeta ដែលអាចនិយាយបានថាពីរហ្នឹងវាយគ្នាពិតជាសាហាវខ្លាំងមែនទែននៅគ្នាដោយសារតែធម្មតាធម្មពលរបស់ Goku យើងខ្លួនរបស់គេធម្មតាទេគឺថាខ្លាំងបាត់ហើយចំណែកអាធម្មពលរបស់គេអាក្រក់ហ្នឹងគឺថាបានចូលមកបន្ថែមទៀតគឺរត់ធ្វើឲ្យគេហ្នឹងខ្លាំងបន្ថែមទៀតចឹងទៅហើយដើម្បីចង់ដឹងតើការប្រយុទ្ធគ្នារបស់ពួកគេទាំងពីរនាក់នៅវគ្គក្រោយវាល្អមើលទៅជាណាគ្នាតោះចាំមើលវគ្គក្រោយមកទៅអ្នកនេះកុំភ្លេច Subscribe ខ្ញុំផងបាទអ្នកនេះឥឡូវនេះផងដែរខ្ញុំបាទ Fuya Anime ខ្ញុំបាទសូមជម្រាបលាបាយបាយどうなってやるどういうことだこんななんだくそー